សួស្តីបងប្អូនហាក់ទីពីទាំងអស់គ្នាថ្ងៃនេះលោកគ្រូលើកយកលំហាត់ម៉ាស៊ីនមកកម្រិតងាយមួយដើម្បីដោះស្រាយជូនបងប្អូនបាទទាំងអស់គ្នាដែលលំហាត់ម៉ាស៊ីននេះគេនិយាយថាម៉ូទ័រកម្ដៅមួយស្រូបកម្ដៅ500សួរដើម្បីធ្វើcommand 350សួរអញ្ចឹងគេឲ្យយើងគណនាទិន្នផលកម្ដៅរបស់ម៉ូទ័រនេះបាទអញ្ចឹងតើយើងគណនាទិន្នផលកម្ដៅរបស់ម៉ូទ័រតាមណាអញ្ចឹងបងប្អូនបានដឹងហើយថាយើងមានរូបមន្តទិន្នផលកម្ដៅបាទអញ្ចឹងរូបមន្តរបស់យើងគឺ EC ស្មើនឹង WM នៅលើគុយហាអញ្ចឹង WM នឹងជាអ្វីបាទ WM ជាអ្វីហើយគុយហាហ្នឹងជាអ្វីបាទអញ្ចឹង WM ហ្នឹងគឺជាcommand បាទដែលយើងហៅថា command mechanic បាទហ្នឹងគឺ WM ហើយគុយហាហ្នឹងគឺកម្ដៅស្រូបនឹងឯងបាទអញ្ចឹងយើងអាចគណនាបានកន្លែងហ្នឹងគឺយើងយក350ទៅចែកជាមួយនឹង500អញ្ចឹងលទ្ធផលទៅរកបានគឺ 0.7 បាទនេះគឺជាទិន្នផលរបស់ម៉ាស៊ីនម៉ូទ័រកម្ដៅ